ប្រទេសទាំង4នេះមានប្រព័ន្ធបាញ់រ៉ុកែតចល័ត PHL-03 សម្រាប់ប្រិយមិត្តចង់ដឹងថាមានប្រទេសណាខ្លះកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់ប្រព័ន្ធបាញ់រ៉ុកែតចល័ត PHL-03 គឺជាប្រព័ន្ធបាញ់រ៉ុកែតទំហំធំដែលចល័តដោយប្រើឡានផលិតដោយសាធារណរដ្ឋប្រជាមានិតចិនវាអាចបាញ់រ៉ុកែតក្នុងពេលតែមួយបានវាមាន12កាណុងនិងប្រើប្រាស់គ្រាប់300មីលីម៉ែត្រហើយអាចបាញ់បានចម្ងាយ70ទៅ150គីឡូម៉ែត្រវាត្រូវបានគេរចនាតាមប្រព័ន្ធបាញ់រ៉ុកែត BM-30 របស់ប្រទេសរុស្ស៊ីវាចាប់ផ្ដើមត្រូវបានគេជំនួសដោយ model ថ្មីគឺ PHL-16 ចំនួនថ្មីជាងនេះសម្រាប់ប្រទេសដែលមានប្រព័ន្ធបាញ់រ៉ុកែត PHL-03 មានដូចជាទី1ប្រទេសចិនជាប្រទេសអ្នកផលិតនិងប្រើប្រាស់សកម្មជាងគេបំផុតប្រព័ន្ធ PHL-03 ត្រូវបានផលិតដោយក្រុមហ៊ុន Narinco ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់ក្នុងកងទ័ពនៅក្នុងឆ្នាំ2004 PHL-03 ជាប់ជាប្រព័ន្ធការពារដែនអាកាសនិងការវាយប្រហារតាមដីចាប់តាំងពីឆ្នាំ2004មកម្លេះលំដាប់ទី2ប្រទេសម៉ារ៉ុកបានទិញប្រព័ន្ធបាញ់រ៉ុកែតចម្ងាយឆ្ងាយ PHL-03 ពីប្រទេសចិននៅចន្លោះឆ្នាំ2010ដល់ឆ្នាំ2013ម៉ារ៉ុកបានបញ្ជាទិញប្រព័ន្ធនេះដើម្បីបង្កើតសមត្ថភាពអាវុធធុនធ្ងន់និងការវាយប្រហារចម្ងាយឆ្ងាយផងដែរកងទ័ពម៉ារ៉ុកបានចូលប្រើប្រព័ន្ធនេះជាផ្លូវការនៅក្នុងឆ្នាំ2013ប្រទេសម៉ារ៉ុកក៏បានទិញអាវុធចិនផ្សេងទៀតជាច្រើនផងដែរលំដាប់ទី3ប្រទេសអេត្យូពីបានទិញប្រព័ន្ធ PHL-03 នៅក្នុងឆ្នាំ2019អេត្យូពីមិនត្រឹមតែទិញ PHL-03 នោះទេក្នុងនោះក៏មានអាវុធធ្ងន់ទំនើបដូចជាថែប89 APCS ចំនួន10ក្នុងឆ្នាំ2013ប្រព័ន្ធកាំជ្រួច DP-12A ចំនួន10នៅក្នុងឆ្នាំ2020ផងដែរហើយនៅក្នុងខែមករាក្នុងឆ្នាំ2025កងទ័ពអាកាសអេត្យូពីបានបង្ហាញថាខ្លួនបានទទួលយន្តហោះគ្មានមនុស្សបើក TB2 ពីប្រទេសទូគីផងដែរនិងយន្តហោះចម្បាំង Su-30K លំដាប់ទី4ប្រទេសកម្ពុជាក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរមានព័ត៌មានថាកម្ពុជាទើបទទួលបាន PHL-03 ពីប្រទេសចិនផងដែរ